ពុកពុកជឿដែរเหรอថាបរមម្នាក់នោះពិតជាមានមាសមែនពុកមិនជឿទេកូនតែយ៉ាងណាក៏ដោយយើងក៏ត្រូវតែរកការពិតឲ្យឃើញអំពីរឿងនេះដែរព្រោះអាសវណ្ណធ្លាប់បាននិយាយថាវាមានមាសច្រើនណាស់អាយ៉ាកាន់តែគិតវាកាន់តែធ្វើឲ្យពុកកញ្ញាញ់ខួរហើយនេះបាទហើយពុកចេញទៅក្រៅសិនរឿងនេះមិនអាចទុកឲ្យយូរបានទេចាពុកមានបរមម្នាក់ឈ្មោះសុវណ្ណគេរស់នៅខាងជើងភ្នំសុវណ្ណជាក្មេងកំព្រាហើយគេមានចិត្តល្អខ្លាំងណាស់ចំណែកផ្ទះដែលគេរស់នៅនោះគឺជាផ្ទះបរិសុទ្ធរាល់ថ្ងៃសុវណ្ណតែងតែទៅស្ទួយត្រីចំណេញថ្ងៃនេះខ្ញុំស្ទួយត្រីបានច្រើនណាស់តែប៉ុណ្ណេះខ្ញុំហូបបាន 3-4 ថ្ងៃឯណោះកូនស្រីមើលចោះមើលទៅកំឡោះសុវណ្ណនោះទៅខ្លួនមានដូចដំរីកម្លាំងខ្លាំងដូចជាខ្លាមិនគិតរកស៊ីធ្វើការអ្វីទេមួយថ្ងៃស្ទួយតែត្រីអញ្ចឹងតើបានជាក្រដូច្នេះចាស់មែនហើយពុកពេលទំនេរមិនគិតរកប្រាក់កាក់អ្វីទេតើនៅមានស្រីណាស្រឡាញ់គេទៅពុកអាយ៉ាអ្នកទាំងពីរខ្ញុំមិនចង់មានបានអ្វីទេរាល់ថ្ងៃនេះខ្ញុំមានក្តីសុខណាស់ខ្ញុំរកត្រីមួយថ្ងៃហូបបាន 3-4 ថ្ងៃឯណោះសុវណ្ណអើយឯងមិនចង់មានឬក៏ឯងមិនអាចមានបានទៅមនុស្សទី1ហើយដែលយើងលើថាមិនចង់មានបាននោះវាមិនដែលមានមនុស្សណាអញ្ចឹងទេចាស់ពិតមែនហើយពុកខ្ញុំក៏យល់ដូចជាពុកដែរកូនស្រីពុកខ្លាចណាស់ខ្លាចតើពុកខ្លាចអ្វីទៅពុកខ្លាចថាឯងនេះលងស្រឡាញ់បរោះក្រីក្រពេលនោះពុកនឹងពិបាកចិត្តជាមិនខានថយពុកមើលមកខ្ញុំជាមនុស្សបែបណាទៅខ្ញុំជាកូនសេដ្ឋីណាពុកខ្ញុំមិនស្រឡាញ់បរោះក្រីក្រនោះទេបើខ្ញុំស្រឡាញ់ប្រុសអ្នកមានណាពុកបានលើឯងនិយាយដូច្នេះពុកសប្បាយចិត្តណាស់សុវណ្ណបើឯងក្រីក្រហើយគំនិតឯងក្រអញ្ចឹងទៀតតើនឹងមានស្រីណានឹងប្រូផ្ញើមេជីវិតរបស់ឯងបានទៅឯងគួរតែយកពេលទំនេរធ្វើការរកប្រាក់បន្ថែមទៀតអាចមានសង្ឃឹមថាមានស្រីស្រឡាញ់ឯងបានបាទអរគុណហើយលោកសេដ្ឋីតាមពិតទៅខ្ញុំមិនចង់មានបាននោះទេមើលស្ដាប់ឯងនិយាយចោះដូចជាជឿជាក់ណាស់បើឯងមានប្រាក់ហើយមានមាសពេលនោះឯងមិនខ្វះទេស្រីស្រឡាញ់និយាយរឿងមាសមែនទេលោកសេដ្ឋីខ្ញុំមានមាសច្រើនណាស់តែមាសទាំងអស់នោះខ្ញុំទុកសម្រាប់ជួយអ្នកភូមិយើងនោះទេឯងនេះនិយាយមកដូចជាអ្នកមានអញ្ចឹងមានមាសហើយមិនក៏មិនដេកសោយសុកទៅបើជាយកចែកឲ្យគេបើអញ្ចឹងមែនមានតែឯងជាមនុស្សឈួតខ្ញុំមិនកុហកនោះទេលោកសេដ្ឋីតែគ្រួសាររបស់ខ្ញុំមានដំណំមួយមិនអាចខ្លាចជាអ្នកមានបានទេជំនឿនេះតាំងពីជីដូនជីតារបស់ខ្ញុំមកម្លេះទៀតហើយមួយម៉ាត់មាសពីរម៉ាត់មាសពុកហើយខ្ញុំឈឺក្បាលណាស់ពុកនៅនិយាយជាមួយគាត់ទៀតទៅមិនដែលមានមនុស្សឯណាមានមាសប្រាក់ហើយចែកឲ្យគេនោះទេមានតែមនុស្សឈួតដែលធ្វើបែបនេះមិនអីទេបើអ្នកនាងសូរិយានិងលោកសេដ្ឋីមិនជឿក៏មិនអីដែរអញ្ចឹងខ្ញុំសូមលាអ្នកទាំងពីរសិនហើយទៅចោះមិននឹកស្មានថានៅក្នុងភូមិរបស់យើងនេះមានមនុស្សប្រុសឈួតបែបនេះសោះកំ pl ាយមែនទេណាពុកនេះពុកជឿគេដែរមែនទេអត់ទេពុកមិនជឿទេកូនពុកចេះតែនិយាយឲ្យតែបើរឿងសើចដឹងណាផ្ទះបរិសុទ្ធអើយសូមឲ្យមាសជាច្រើនពេញព្រៀបដែលក្នុងហឹបនេះមកខ្ញុំនឹងយកមាសទាំងអស់នេះទៅចែកដល់អ្នកភូមិរបស់យើងបន្ទាប់ពីទទួលបានមាសហើយសុវណ្ណក៏បានយកចែកដល់អ្នកភូមិក្រីក្ររបស់គេហើយចិត្តដល់ថ្ងៃបង់ធនាគារហើយយើងគ្មានប្រាក់សងគេនោះទេមិនយូរឬក៏ឆាប់យើងច្បាស់ជាទៅនៅវត្តជាមិនខានខ្ញុំពិតជាពិបាកចិត្តណាស់លោកអើយមិញច្រឹមតើមិញឈោធ្វើអ្វីនៅទីនេះសុវណ្ណទេអីមិញគិតថាទៅជីកដំឡូងព្រោះមិញគ្មានប្រាក់សងធនាគារឡើយយីមិញជាពាក្យធនាគារសុវណ្ណអើយមិញពិបាកចិត្តណាស់ប្តីមិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍ហើយក៏ត្រូវដេកពេទ្យរាប់អាទិត្យចំណែកកូនមិញវិញក៏ឈឺទៀតពេលនេះមិញគ្មានប្រាក់មួយរៀលនោះទេមិញច្រឹមមិញយកមាសនេះចោះមិញយកទៅដោះស្រាយបញ្ហាចុះណាសង្ឃឹមថាមិញនឹងសប្បាយចិត្តឡើងវិញថាមិនសុវណ្ណឯងឲ្យមាសមកវិញទៀតហើយណែបើក្មួយមានមាសច្រើនអញ្ចឹងមិនធ្វើជាសេដ្ឋីតែម្ដងទៅពិតជាចម្លែកណាស់តើក្មួយអាចប្រាប់មិញបានទេថាក្មួយបានមាសនេះមកពីណាទៅក្មួយយកចែកអ្នកភូមិដូច្នេះ
សុំទោសផងណាមិញរឿងនេះខ្ញុំមិនអាចប្រាប់បានទេតែខ្ញុំនឹងជួយអ្នកភូមិគ្រប់គ្នាមិនឲ្យនរណាម្នាក់ទទួលលំបាកឡើយសវណ្ណអើយក្មួយនៅក្មេងហើយក្មួយមិនចិត្តល្អណាស់តែងតែជួយមិញរហូតតែប៉ុណ្ណេះមិញលេចជាពាក្យធនាគារហើយមិនត្រឹមតែអាចជួយប្តីនឹងគុណមិញបានទេថែមទាំងអាចឲ្យមិញប្រកបរបររកស៊ីបានទៀតបាទមិញអញ្ចឹងខ្ញុំសូមបន្តដំណើរទៅមុខទៀតហើយណាឆាប់សិនសវណ្ណមិញចង់អរគុណក្មួយបន្តិចទឹកចិត្តរបស់ក្មួយនេះណាមិញនឹងចង់ចាំឲ្យមួយជីវិតហើយមិញជូនពរឲ្យក្មួយជួបប្រទះតែសំណាងល្អពេញមួយជីវិតទៅណាមកណាមានអ្នកស្រឡាញ់ច្រើនបាទមិញខ្ញុំសូមអរគុណហើយអញ្ចឹងអើយរាល់ថ្ងៃខ្ញុំជាមនុស្សចាស់តាំងពីតាវាស្លាប់ចោលខ្ញុំទៅខ្ញុំដូចជាពិបាកក្នុងខ្លួនដល់ហើយចង្កេះនេះក៏ឈឺដៃជើងសាច់ដុំក៏ស្ពឹកសពូនធ្វើដំណើរមិនបានលឿនសោះចំណែកថ្មិញក៏ពុកភ័យអស់ទៀតការនិយាយស្ដីមិនច្បាស់ទេហើយជីវិតមនុស្សគឺបែបនេះហើយរាល់ថ្ងៃខ្ញុំមានកូនប្រុសចំនួន2នាក់វាទៅធ្វើការនៅឯស្រុកភ្នំពេញមួយខែវាផ្ញើលុយមកបន្តិចបន្តួចសល់ប្រមាណវាយកចូល KTV អស់និយាយទៅក៏ពិបាកដែរព្រោះជាប្រាក់របស់គេឯងនេះជាម៉ែបានគេឲ្យបន្តិចប៉ុណ្ណឹងក៏សប្បាយចិត្តដែរនេះតើអង្គកំពុងតែរអ៊ូរឿងអ្វីនឹងនេះសុកនឹងរដ្ឋាគេបានមកលេផ្ទះខ្លះទេសវណ្ណទេអើយនឹងហើយកំពុងតែនិយាយដល់មកកូនក្បាលខូច2នាក់នឹងឯងឆ្នាំនេះមិនដឹងថាវាមករត់ទេក្មួយចុះក្មួយមកផ្ទះមានការអ្វីដែរបាទខ្ញុំមានមាសយកមកជូនប៉ុន្តែលើកនេះរឿងធំជាងមុនបន្តិចណាព្រោះតែអាតូចខ្ញុំយកចែកនៅភូមិអស់ហើយស្អីគេសវណ្ណឯងយកវាមកចែកយើងទៀតហើយចុះក្មួយឯងបានមាននេះមកពីណាទៅខ្ញុំសុំទោសណាខ្ញុំមិនអាចប្រាប់បានទេនេះគឺជាអាចកំបាំងខ្ញុំឃើញជាមនុស្សចាស់ធ្វើការប្រកបរបររកស៊ីអ្វីមិនកើតអញ្ចឹងខ្ញុំមានតែជូនមាននេះទៅប៉ុណ្ណោះមិនអីទេបើជាអាចកំបាំងនោះក៏មិនចង់សួរដេញដល់ដែរក្មួយឯងចិត្តល្អណាស់ចែកមាសគេពេញតភូមិណនេះគ្មានពីអ្វីក្រៅពីអរគុណនោះទេបាទមិនអីទេអញ្ចឹងខ្ញុំសុំទៅផ្ទះហើយណាព្រោះខ្ញុំចែកមាសឲ្យគេអស់ហើយក្មួយសវណ្ណក្មួយនៅឆៃបាយផ្ទះពីពេលសិនបានទេព្រោះទៅតែធ្វើម្ហូបឲ្យថ្មីណាបាទអញ្ចឹងក៏បានដែរខ្ញុំអរគុណហើយអញ្ចឹងរាល់ពេលដែលអ្នកភូមិជួបទុក្ខលំបាកសវណ្ណតែងតែបញ្ចេញមាសយកមកជួយអ្នកភូមិរហូតដោយការចិត្តល្អរបស់គេមិនយូរប៉ុន្មានដំណឹងនេះក៏បានលេចលឺដល់លោកសេដ្ឋីនិងគុណស្រីរបស់គាត់ឆើតឯងនិយាយថាម៉េចសវណ្ណមានមាសច្រើនដល់ម្លឹងផងជាការពិតណាលោកម្ចាស់អ្នកភូមិទទួលបានគ្រប់គ្នាវាមិនដែលមានទេមនុស្សឯណាមានមាសហើយយកចាច់ឲ្យគេនោះឆើតឯងបានស៊ើបច្បាស់ឬអត់នឹងលោកម្ចាស់បើលោកម្ចាស់មកជឿខ្ញុំលោកម្ចាស់ទៅស៊ើបមើលឲ្យខ្លួនឯងទៅឆើតតិចមួយកញ្ញោធ្លីខួយឥឡូវហើយឯងមិនបានទេរឿងនេះវាពិតជាចម្លែកណាស់យើងត្រូវតែស៊ើបមើលឲ្យផ្ទាល់ទៅបានពុកជឿដែរថាបរិសម្នាក់នោះពិតជាមានមាសមែនពុកមិនជឿទេកូនតែយ៉ាងណាក៏ដោយយើងក៏ត្រូវតែរកការពិតឲ្យឃើញអំពីរឿងនេះដែរព្រោះសវណ្ណធ្លាប់បាននិយាយថាវាមានមាសច្រើនណាស់អាយ៉ាកាន់តែគិតវាកាន់តែធ្វើឲ្យពុកកញ្ញាញ់ខួរហើយនេះបាទហើយពុកចេញទៅក្រៅសិនរឿងនេះមិនអាចទុកឲ្យយូរបានទេចាស់ពុកទៅចាស់តែខ្ញុំមិនទៅនោះទេព្រោះខ្ញុំមិនជឿថាបរិសក្រីក្រម្នាក់នោះមានប្រាក់ជាដាច់ខាតបើមានពិតមែនមិនក៏គេមិនសោយសុកមានប្រាក់ទាំងអស់នោះទៅលោកសេដ្ឋីបានសើពីផ្ទះមួយទៅផ្ទះមួយប៉ុន្តែគាត់សុទ្ធសឹងតែទទួលបានចម្លើយដូចគ្នាលោកសេដ្ឋីគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងប្រកាសឲ្យលោកសេដ្ឋីខ្ញុំពិតជាទទួលបានមាសពីសវណ្ណមែនគេជាមនុស្សល្អហើយមានមាសច្រើនទៀតបាទអញ្ចឹងតើគេបានមាសប្រាក់ទាំងអស់នោះមកពីណាទៅមិនក៏គេមិនសោយសុកលើគំនោមាសប្រាក់ទាំងអស់នោះតែម្ដងទៅហើយលោកសេដ្ឋីរឿងនេះខ្ញុំមិនដឹងទេព្រោះវាគឺជាអាចកំបាំងសុវណ្ណគេមិនបានប្រាប់ខ្ញុំឡើយម៉ែអើយកាន់តែគិតកាន់តែឈឺក្បាលចុះវាបានមាសប្រាក់ទាំងអស់នោះមកពីណាទៅយើងគឺជាសេដ្ឋីម្នាក់ដូច្នេះយើងត្រូវតែស៊ើបរកការពិតឲ្យឃើញលោកសេដ្ឋីទោះបីជាគាត់រកមធ្យោបាយយ៉ាងណាក៏មិនឃើញដែរទើបថ្ងៃមួយគាត់មានគំនិតដុតផ្ទះរបស់អ្នកភូមិដើម្បីឲ្យសុវណ្ណបញ្ចេញមាសយកទៅជួយពួកគេលុះដឹងថាសុវណ្ណយកមាសចេញពីផ្ទះហើយលោកសេដ្ឋីក៏បានចូលទៅក្នុងផ្ទះសុវណ្ណប៉ុន្តែលោកសេដ្ឋីមិនអាចចេញមកវិញបានឡើយព្រះអើយផ្ទះនេះគឺជាខ្ទមនោះទេមិនក៏រឹងមាំសម្បើម្លេះ
យើងបុកទម្លាយទ្វារយ៉ាងណាក៏មិនកាត់សោះមិនបានជាផ្ទះនេះរឹងមាំខ្លាំងម្ល៉េះស្លាប់ហើយខ្ញុំចេញទៅក្រៅមិនរួចទេជួយផងជួយផងជួយផង ពេលនោះសុវណ្ណក៏បានចូលមកដល់ព្រមទាំងលោកមេភូមិនិងអ្នកភូមិដទៃទៀតលោកសេដ្ឋីមិនបានជាលោកចូលផ្ទះខ្ញុំអញ្ចឹង សុវណ្ណឯងមកដល់ហើយមែនទេយើងសប្បាយចិត្តណាស់ពេលនេះឯងជួយយើងសិនមកយើងចង់ចេញទៅក្រៅ លោកសេដ្ឋីលោកឆាប់ប្រាប់ការពិតទាំងអស់មកថ្ងៃនេះនៅក្នុងភូមិមានភាពចលាចលយ៉ាងខ្លាំងប៉ុន្តែលោកសេដ្ឋីបែរជានៅក្នុងផ្ទះខ្ញុំទៅវិញតើរឿងនេះវាយ៉ាងម៉េចទៅលោកសេដ្ឋីមានហើយលោកសេដ្ឋីឆាប់ប្រាប់ការពិតមកតើលោកបានជាប់ពាក់ព័ន្ធអ្វីនៅក្នុងរឿងនេះលោកសេដ្ឋីបើលោកមិនប្រាប់ការពិតទេខ្ញុំនឹងមិនឲ្យលោកចាក់ចេញពីទីនេះបានជាដាច់ខាត ខ្ញុំព្រមនិយាយការពិតខ្ញុំគឺជាអ្នកដុតបំផ្លាញផ្ទះរបស់អ្នកភូមិហើយខ្ញុំក៏បានចូលមកផ្ទះរបស់ឯងខ្ញុំចង់ដឹងថាឯងបានមានច្រើនមកពីណាទៅ លោកសេដ្ឋីគ្រាន់តែរឿងប៉ុណ្ណឹងសោះលោកបានដុតបំផ្លាញផ្ទះគេជាច្រើនខ្នងសំណាងហើយដែលមិនមានមនុស្សស្លាប់ចោះបើស្លាប់ទាំងមនុស្សទៀតតើលោកនឹងទទួលខុសត្រូវដែរទេ ខ្ញុំសុំទោសនេះដោយសារតែគំនិតរបស់ខ្ញុំមួយឆាវពេលនេះខ្ញុំនឹងកំហុសហើយ បើលោកព្រមសងថ្លៃខូចខាតដល់អ្នកភូមិយើងទាំងអស់ខ្ញុំជឿថាអ្នកភូមិព្រមអភ័យទោសឲ្យលោកព្រោះលោកបានយកជីវិតរបស់ពួកគេមកលេងសើចព្រោះតែការចង់ដឹងរបស់លោកនេះ ខ្ញុំដឹងខុសហើយបងប្អូនទាំងអស់គ្នាខ្ញុំព្រមទទួលកំហុសគ្រប់យ៉ាង លោកមេភូមិព្រោះគាត់ចង់ដឹងអំពីមេប្រារបស់ខ្ញុំទើបគាត់ប្រព្រឹត្តទង្វើខុសបែបនេះមានហើយសវណ្ណរឿងនេះបានបង្រៀនឲ្យយើងដឹងថាការចង់ចេះចង់ដឹងវាគឺជារឿងល្អហើយប៉ុន្តែរឿងខ្លះទៀតយើងកុំចង់ដឹងហួសហេតុពេកព្រោះវាអាចនាំអន្តរាយមកដល់យើងបាន